ឃើញខ្ញុំថតវីដេអូធ្វើម្ហូបធ្វើអីអញ្ចឹងតិចច្រឡំថាមនុស្សអាសាអីទៅបងប្អូនអើយនិយាយទៅខ្ជិលឡើងអាលួយហើយណាមួយប្រហែលថ្ងៃនេះក៏រៀងរវល់ដែរដូចត្រីក្រហមនេះវិញទិញមកពីផ្សារនឹងឡើង2 3ថ្ងៃយើងអត់បានធ្វើម្ហូបទេក៏យកញុកនៅក្នុងទូទឹកកកចោលទៅថ្ងៃនេះនឹកឃើញក៏ទិញគ្រឿងក្រៅបន្លែប្លុកអីហ្នឹងយកមកស្ងោរជ្រក់តែម្ដងទៅហើយខ្ញុំចូលចិត្តទិញត្រីក្រហមហ្នឹងយកមកស្ងោរជ្រក់ដោយសារតែត្រីហ្នឹងក្លិនវាអត់សូវឆ្អាបដូចត្រីផ្សេងៗទេហើយសាច់ត្រីហ្នឹងក៏ឆ្ងាញ់ដែររបៀបស្ងោរជ្រក់វិញខ្ញុំដាំទឹកឲ្យពុះទឹកពុះហើយបង់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចមើមខ្ទឹមសហើយនឹងគល់ខ្ទឹមចូលទៅដើម្បីកាត់ឆ្អាបបន្ទាប់មកដាក់ត្រីចូលទៅតែម្ដងហើយបង់គ្រឿងផ្សំចូលមានអំបិលម្សៅស៊ុបទឹកត្រីប៊ីចេងនិងស្ករសបន្តិចចំពោះរសជាតិអីហ្នឹងបងប្អូនភ្លក់ទៅតាមចំណង់ចំណូលចិត្តបន្ទាប់មកខ្ញុំបង់ផ្សិតសចូលហើយទុកវាមួយពោះដើម្បីឲ្យផ្សិតនឹងវាឆ្អិនសិនចុងក្រោយខ្ញុំបង់ជីជ្រក់ហើយនឹងច្របាច់ក្រូចឆ្មាចូលទៅក្នុងឆ្នាំងឲ្យហើយតែម្ដងតែប៉ុណ្្នឹងគឺថារៀបរាប់ជាការស្រេចហើយបងប្អូន